ច្រើនណាស់គេស្លាប់បាត់ហើយខ្ញុំនឹងឡើងចង់ក៏សម្រាប់ខ្លួនភ្លាមតែនេះតាមផ្លូវទៅឋាននរកក៏មានគ្នាកណ្ដាប់ដែរលោកម្ចាស់ស្តុកជីវិតផងលោកម្ចាស់ស្តុកជីវិតផងលោកម្ចាស់ចាស់គឺឈឺចិត្តខ្លាំងពេកគឺកំពុងតែគិតខុសលោកម្ចាស់ស្តុកជីវិតផងលោកម្ចាស់ស្តុកជីវិតផងលោកម្ចាស់ស្តុកជីវិតផងអោសិនសាខាររបស់ទុកគ្នាមួយគុំរយៈហាចាំដល់លេងដាក់រឿងនេះមិនធម្មតានោះទេពេលនេះត្រូវតែរឹងមាំខ្ញុំត្រូវពួកបងដល់ឲ្យទៅស្លាប់ហើយតើឲ្យខ្ញុំរឹងមាំយ៉ាងម៉េចដែរបងដឹងហើយខ្ញុំធំនៅក្នុងរាជវាំងតាំងពីតូចមកតែបងមិនស្រឡាញ់មិនដែរក៏មិនដែរទៀតក្រៅពីអ្នកគ្រូទេស័យហើយនឹងអាណត្តិហើយគេគ្មានអ្នកណាអាចបខ្ញុំជាម្ចាស់តែបងថាមកទេខ្ញុំគ្រាន់តែចង់បានសេរីភាពតែប៉ុណ្ណោះគ្រាន់តែចង់ជួយបងចេញពីជួរកម្មតបម្រងតែប៉ុណ្ណោះតែខ្ញុំខាងមកចង់ទៅធ្វើជាព្រះនាងបាត់ប្រកាសតែមានប្រាក់800គ្រួសារតែអ្នកណាស្មាត់ដឹងថាបងប្រាប់បង្កាត់ខ្ញុំហើយនឹងអ្នកបងរបស់ខ្ញុំនោះគឺជាអ្នកបង្កាត់ខ្ញុំពួកគេបែរជាសរសើរខ្ញុំថាស្មោះត្រង់មានប្រតិបត្តិមានតែមួយគ្មានពីរតែនៅពីក្រោយខ្នងបែរជាចង់យកជីវិតរបស់ខ្ញុំបបដោនឹងទឹកដីរបស់ពួកគេទៅវិញសម្អាងស្អីទៅសម្អាងស្អីទៅបងជាអ្នកគ្នាធ្វើបែបនេះចំពោះខ្ញុំតែហេតុអីបងជាអ្នកគ្នាធ្វើបែបនេះខ្ញុំមិនសុខចិត្តនោះទេហេតុអីបងជាចង់សម្រាប់ខ្ញុំចឹងគាត់អាចខ្ញុំតែចង់របស់នេះរបស់ពលលោកស៊ីតំស៊ីរឹងទេរឿងមិនស្រួលទេសំតើបងយ៉ាងចេះខ្ញុំគ្មានចេតនាទេខ្ញុំគ្មានចេតនាឲ្យបងទេជួយបានទេក្រៅយេស៊ូខ្ញុំថាស្មានអីតើទៅខ្ញុំនាំទៅមើលប្រចាំថ្ងៃអត់អមចាំទៅរៀបចំឲ្យបានល្អជួយផងខ្ញុំจะផ្លាច់ទៅជួយលោកចង់ធ្វើអីនោះខ្ញុំធ្វើតាមជាព្រះមហាក្សត្រហើយនឹងលោកប្រាចារ្យក្លាបបញ្ជានេះគឺជាច្បាប់នាំគ្នាថយចេញទៅជាទៅគៀពេលនេះអត់មានអ្នកណាជួយនេះបានទេខ្ញុំនាំនាងឡើងមកព្រោះចង់នាងមើលទឹកដីគ្រួសារយ៉ាងរបស់ពួកនាងគ្រប់គ្រងកន្លែងដែលពួកជននេះឈ្មោះថាភូមិបៃសានៅក្នុងភូមិសាស៊ីតែឆ្ងាយជានេះបន្តិចគឺស្រុកកំណើតរបស់ម្ដាយបង្កើតរបស់ព្រះនាងអ៊ីចឹងទេនោះគឺអ៊ីចឹងហីត្រូវជំនាញអ៊ីចឹង20យូរទាំងអស់នេះគឺមានមនុស្សរស់នៅ14500នាក់ក្នុងទាំងមានត្រីអញ្ចឹងនេះដឹងថាក្រុមដែលមានស្រះទឹកបែបនេះនៅនគរអ៊ូមានប្រមាណដែរទេទាំងអស់38ក្រុមព្រោះតែភាពឆេះឆាចេញច្បាំងដោយផ្ទាល់គឺជាម្ចាស់បងរបស់នាងនគរអ៊ូបាត់បង់ក្រុមអស់ចំនួន3ស្ដេចដែលគួរឲ្យស្រឡាញ់ខំប្រឹងស្រឡាញ់ប្រជានេះរៀបគួរទៅរស់នៅដោយភាពត្រឹមត្រូវនេះទុកថាច្បាប់ធំនៅក្នុងលោកតែគេជឿលើមន្ត្រីអាក្រក់ធ្វើឲ្យមនុស្សរាប់សិបម៉ឺនអ្នកធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមអញ្ចឹងស្មានអីមកនិយាយពីឋានៈជាមួយខ្ញុំទេតែទីនោះមិនតែតាមខ្ញុំទេខ្ញុំនៅក្នុងរឿងតាំងពីតូចមកអ្វីក៏មិនដឹងអត់តែជាតកោយ៉ាងរឿងនេះប្រកាសជាតាក់ទងជាមួយគ្នាធ្វើទៅព្រីនៅក្នុងដំណាក់តិចមិនដឹងពីការងារនយោបាយតែដោយសារតែឈាមជាប់តកោយ៉ាងរបស់ព្រះនាងអាចមានខ្សែសងមានប្រាកេតយុមនុស្សធម្មតាមិនអាចទទួលយកបានអស់មួយជីវិតព្រះនាងមិនចាប់អារម្មណ៍នោះទេក្នុងនាមជាព្រះនាងប្រាប់ប្រចាំឆ្នាំយ៉ាងហោចណាស់ក៏មាន500ជាងកំដែរព្រះនាងមិនប្រកាសទេបន្ទាប់ជាច្បាំងមានតែ500ជាងកំទេអត់មែនទេក៏ឧទាហរណ៍បង្កើតឡើង50ឆ្នាំតែប៉ុណ្ណោះប្រជារាស្ត្រមិនបានទទួលផលប្រយោជន៍គ្រួសារយ៉ាងច្រើនប៉ុណ្ណាទេណែដល់ពេលនេះខ្លាចឆ្លាមអាចរត់គេចបានតែពួកយើងទាំងអស់គ្នាមិនអាចរត់បាននោះទេចៃសំនៀងចាំទុកក្រុមបេសកជនទាំងមូលខ្ញុំគឺជាលោកម្ចាស់ទូសូម្បីតែអ្នកថៃសេះក៏ជាបម្រើហេតុអីពួកគេព្រមព្រៀងជីវិតដើម្បីការពីនេះមិនមែនពួកគេល្ងងក្រៅនោះទេពួកគេកុំចង់បានឋានៈបុណ្យសាវិញទេពួកគេគ្រាន់តែមិនចង់មានសង្គ្រាមមានតែធ្វើឲ្យមនុស្សស្លាប់នគរត្រូវវិនិច្ឆ័យតែប៉ុណ្ណោះទេតាមមែនទេមែនហើយនាងនិយាយថាមិនសុខចិត្តនោះទេនាងចង់រស់នៅក្នុងទីនេះវិញនាងក៏ចង់សួរពួកគេច្បាស់លាស់ចង់សួរថាស្មានអីទៅតែនាងមានទ្រព្យគិតទេប្រជារាស្ត្រច្បាំងស្លាប់នៅក្នុងសមរភូមិតែពួកគេសុខចិត្តទេពួកគេមានសួរអំពីស្មានអ្វីដែរទេនៅពេលដែលនាងដាក់ក្នុងចំណោមពួកគេសំតផងសំតអី
ខ្ញុំគឺគ្មានប្រយោជន៍បើនាងបានស្ដាយចិត្តហើយនោះគឺត្រូវតែតស៊ូទៅមុខទៀតនាងគ្មានផ្លូវដកថយដំណើរទៅមុខនគរអានប្រកបជាពុះពេញទៅដោយឧបសគ្គច្រើនទៀតឲ្យតែនាងរឹងមាំពួកយើងទាំងអស់គ្នាប្រកបជាបដូរស្លាប់ជាមួយនាង មកណែនេះ បងប្រយ័ត្នជ័យរបស់ឯងនឹងខាត់ពីឯង អញ្ចឹងខ្ញុំសុំស្ដាប់ថ្ងៃក្រោយខ្ញុំមិនអាចរត់ទៀតទេខ្ញុំប្រកាសជារងំឡើង ល្អ